សួស្តីអ្នករៀន Techno ទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអំពីការរៀបចំនៅกระดาษកិច្ចការមុនពេលដែលយើងធ្វើការ print ចេញយើងត្រូវរៀបចំឲ្យបានរៀបរយអញ្ចឹងយើងចាប់ដើមជាមួយខ្ញុំដូចតទៅការបើកនៅកម្មវិធី Microsoft Word គឺយើងមានច្រើនតែខ្ញុំលើកមកទី2ដើម្បីចូលទៅបើកទី1យើងគ្រាន់តែចុច Windows Start ហើយយើងវាយ W O R D ចឹងដែលចេញមកជាផ្ទាំងហើយយើងបន្ត continue យើង enter ចឹងទៅយើងចូលមកដល់កម្មវិធីហ្នឹងណាដល់ពេលយើងបិទយើងចុច Alt បូក F4 យើងអាចបិទកម្មវិធីនេះបានហើយមួយទៀតយើងចូលមកមួយផ្លូវទៀតជា Windows បូកអក្សរ O ហើយយើងវាយ Win Word ហើយ Enter ទៅវានឹងចូលទៅដល់ផ្ទាំងកម្មវិធីហើយ Enter ការស្រេចអញ្ចឹងគឺជំហានបន្តទៀតយើងចូលទៅការរៀបចំយើងចូលទៅកំណត់ font Alt H ណា FF ទៅណាដោយសារខ្ញុំចុចជា shortcut key អញ្ចឹងជា standard font យើងយកបើភាសាខ្មែរយើងយកខ្មែរ OS សៀមរាបដែលគេនិយមប្រើហើយបើភាសាអង់គ្លេសយើងយក Times New Roman អញ្ចឹងខ្ញុំយក Times New Roman អញ្ចឹង Enter ទៅជាការស្រេចហើយមួយទៀតខ្ញុំចូលទៅកំណត់ font size ទំហំនៃអក្សរហ្នឹង Alt A បូកនឹងAsset ហើយយើងយក size វាគឺ12ហើយដំណាក់កាលបន្តទៀតយើងចូលទៅមើលកណ្ដាស់ចឹងចុច P បូកជាមួយ M អញ្ចឹងយើងមាន default វាគឺមាន normal មាន narrow ចឹងទៅខ្ញុំយក normal ធម្មតាខ្ញុំអត់បាក់ចូលកំណត់ឲ្យទៀតយើងចូលកំណត់ទៀតចុចអក្សរ A custom ចឹងទៅណាតាមការងារជាក់ស្ដែងណាអញ្ចឹងខ្ញុំយក normal ធម្មតាហើយបន្ទាប់មកទៀតយើងចូលទៅមើលទិសដៅនៃកណ្ដាស់យើងចុច LP បូក O យើងបូកLP បូក O ណាអក្សរ O វាមាន2 orientation ហ្នឹងវាមាន portrait picture landscape กระดาษផ្ដេកអញ្ចឹងខ្ញុំយកដាស់បញ្ចូលធម្មតាហើយមួយទៀត LP ដដែលយើងចូលទៅមើល size អក្សរ shortcut key គឺ Asset ហ្នឹងវាមានច្រើនមាន letter វាមានlegal អញ្ចឹងទៅតែរបស់ខ្ញុំចូលទៅដូរ print សិនអញ្ចឹងគឺមានភាពនៃកំពុងកណ្ដាស់ច្រើនណាតែខ្ញុំយក A4 ជាទូទៅគឺគេប្រើ A4 ក្នុងបរិបទស្រុកខ្មែរណាខ្ញុំថាអញ្ចឹងគឺជាការស្រេចតមកទៀតយើងរៀបចំរួចអស់ហើយយើងចាប់ផ្ដើម save control អក្សរ S ណា control អក្សរ S អញ្ចឹងទៅយើងទៅ save យើងដាក់នៅកន្លែងតាណាណាយើងទៅរក location ខ្ញុំដាក់នៅក្នុង document អញ្ចឹងទៅហើយដាក់ឈ្មោះ file name ដាក់ឈ្មោះទៅដាក់ test 1អញ្ចឹងទៅណាតាមការងារជាក់ស្ដែងអញ្ចឹងគឺដំណាក់កាលចុងក្រោយគឺយើងអាចបិទកម្មវិធីទាំងបានយើងចុច Alt បូក F4 អញ្ចឹងគឺកិច្ចការងារយើងគឺចប់ប៉ុណ្ណឹងសូម